ជំរាបសួរបានពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយពាក់ព័ន្ធជាមួយទ្វាររមូលប្រើបន្ទើបញ្ជាតេឡេទ្វាររមូលផងដែរគឺយើងប្រើស្លាកទ្វារកម្រាស់1លីយើងបញ្ចូលជាមួយនឹងបន្ទើជប៉ុនដាច់ភ្លើងយើងនឹងបញ្ជាបានធម្មតាហើយទីតាំងនេះផងដែរគឺខ្ញុំបានធ្វើការដំឡើងជូនបងប្រុសនៅខាងស្រុកអូរទាំងអើខេត្តត្បូងឃ្មុំនេះជាលើកទី2ហើយដែលខ្ញុំបានធ្វើការដំឡើងជូនបងប្រុសឥឡូវរួចរាល់ 100% ហើយខាងសេវាកម្មទ្វាររមូលមានជ័យយើងខ្ញុំក៏មានសេវាកម្មបញ្ជាលោកដុំនឹងរៀបដំឡើងទ្វាររមូលប្រើទាញដៃធម្មតានិងប្រើម៉ូទ័របញ្ជាតេឡេគ្រប់ប្រភេទនឹងមានលោកដុំនឹងរៀបដំឡើងម៉ូទ័រទ្វាររបងបញ្ជាតេឡេគ្រប់ប្រភេទនឹងមានលោកដុំនឹងរៀបដំឡើងសម្រាប់កៅស៊ូរវៃទ្វាររូបដៃរនាបនឹងមានសេវាកម្មជួសជុលទ្វាររមូល24ម៉ោងសម្រាប់នៅក្នុងទីក្រុងភ្នំពេញផងដែរនឹងមានលក់ដំឡើង25ខេត្តក្រុងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការពាក់ព័ន្ធជាមួយទ្វាររមូលម៉ូទ័ររបងសម្រាប់រវៃទ្វាររូបដៃរនាបនិងជួសជុលទ្វាររមូលកុំភ្លេចណាតតមកខាងសេវាកម្មទ្វាររមូលមានជ័យយើងខ្ញុំធានាតម្លៃសមរម្យនិងសេវាកម្មរហ័សទាន់ចិត្តនិងមានការធានាត្រឹមត្រូវផងដែរអរគុណច្រើន